សូមស្វាគមន៍មកកាន់ Channel សុខភាពខ្ញុំអានរៀបរាប់អំពីបញ្ហាជំងឺជាតិពុលខឹងថ្លាមឬក៏ Toxic Hepatitis ឬ Hepatotoxicity ឲ្យបានលុបអាត់ដូចខាងក្រោមអំពីជំងឺជាតិពុលក្នុងថ្លាមឬក៏ Toxic Hepatitis ជំងឺជាតិពុលក្នុងថ្លាមនេះគឺជាការរលាកថ្លាមដែលបណ្ដាលមកពីការប៉ះពាល់នឹងសារធាតុបង្កគ្រោះថ្នាក់ជាតិពុលមួយចំនួនថ្លាមមានតួនាទីយ៉ាងសំខាន់ក្នុងការបន្សាបជាតិពុលនិងច្រកសារធាតុគីមីចេញពីឈាមប៉ុន្តែនៅពេលដែលជាតិពុលមានច្រើនពេកឬខ្លាំងពេកវានឹងធ្វើឲ្យខូចកោសិកាថ្លើមមូលហេតុនិងកត្តាប្រឈមមូលហេតុចម្បងនៃជំងឺជាតិពុលក្នុងថ្លើមនេះគឺការប៉ះពាល់ឬប្រើប្រាស់សារធាតុដែលបង្កគ្រោះថ្នាក់ដល់ថ្លើមឱសថវេជ្ជសាស្ត្រថ្នាំបំបាត់ការឈឺចាប់ដែលមិនប្រើតាមវេជ្ជបញ្ជាដូចជា Acetaminophen, Paracetamol, Ibuprofen ឬ Naproxen Sodium លើកកម្រិតឬញឹកញាប់ពេកឱសថតាមវេជ្ជបញ្ជាជាច្រើនប្រភេទដូចជាថ្នាំ Statin សម្រាប់កូលេស្តេរ៉ុលខ្ពស់ថ្នាំផ្សំ Amoxicillin, Clavulanate ថ្នាំសេកមួយចំនួននិងថ្នាំព្យាបាលមហារីកឬក៏ Chemotherapy គ្រឿងស្រវ៉ាវឬក៏ជាតិអាល់កុលការផឹកស្រាខ្លាំងនិងរយៈពេលយូរអាចនាំឲ្យកើតជំងឺថ្លើមជាតិអាល់កុលនិងរលាកថ្លើមអាល់កុលដែលអាចឈានទៅដល់គ្រុនថ្លើមឱសថបុរាណអាហារបំប៉ននិងផលិតផលរុក្ខជាតិមួយចំនួនឱសថបុរាណខ្មែរថ្នាំចិនសែឬឈើនិងអាហារបំប៉នមួយចំនួនអាចមានសារធាតុបង្កគ្រោះថ្នាក់សារធាតុរំលាយឧស្សាហកម្មសារធាតុបំពុលខាល់ខ្យល់និងថ្នាំពុលផ្សេងទៀតផងដែរកត្តាប្រឈមផ្សេងទៀតអ្នកដែលទទួលទានគ្រឿងស្រវ៉ាវខណៈពេលកំពុងប្រើថ្នាំវេជ្ជសាស្ត្រអាយុមនុស្សចាស់អាចមានភាពរសើបជាងមានជំងឺថ្លើមផ្សេងទៀតរួចមកហើយរោគសញ្ញាទូទៅរោគសញ្ញាអាចលេចផ្លើងភ្លាមឬក៏លេចផ្លើងបន្តិចម្ដងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ឬប៉ុន្មានខែខានរឿងឬក៏ jaundice ស្បែកនិងភ្នែកឡើងពណ៌លឿងអស់កម្លាំងល្ហិតល្ហៃមានអារម្មណ៍ហត់នឿយជាប់ចន្លាស់បញ្ហាប្រព័ន្ធរំលាយអាហារចង្អោរក្អកឈឺពោះឬមិនស្រួលនៅផ្នែកខាងស្ដាំលើនៃពួកបាត់បង់ចំណង់អាហារការផ្លាស់ប្ដូរពណ៌នៃលិមួកនិងទឹកនោមមានពណ៌ក្រមៅដូចតែលិមួកមានពណ៌ស្នេកសឬប្រផេះរមាស់ស្បែកមានអារម្មណ៍រមាស់ទូទាំងខ្លួនក្តៅឬក៏ fever ជួនកាលទាកទឹកឬក៏ acis ហើមពោះដោយសារមានការដកទឹកដំណាក់កាលនៃការខូចខាតថ្លើមការរលាកថ្លើមដោយជាតិពុលអាចនាំឲ្យខូចខាតថ្លើមជាបន្តបន្ទាប់ជំងឺរលាកថ្លើមឬក៏ hepatitis ជាដំណាក់កាលដំបូងនៃការរលាកកោសិកាថ្លើមគ្រុនថ្លើមឬក៏ cirrhosis គឺជាការខូចខាតធ្ងន់ធ្ងរដែលជាលាកស្លាកស្នាមឬក៏ scar tissue ចូលទៅជំនួសជាលាកថ្លើមដែលមានសុខភាពល្អដែលធ្វើឲ្យថ្លើមពិបាកបំពេញមុខងារដំណាក់កាលនេះជាទូទៅមិនអាចត្រឡប់ថយក្រោយបានទេខ្វះថ្លើមឬក៏ liver failure ថ្លើមមិនអាចដំណើរការបានគ្រប់គ្រាន់សម្រាប់តម្រូវការរបស់រាងកាយដែលអាចគំរាមកំហែងដល់អាជីវភាពនិងត្រូវការផ្ដួលថ្លើមការព្យាបាលសំខាន់ជាងគេគឺការបញ្ឈប់ការប៉ះពាល់ទៅនឹងសារធាតុដែលបង្កឲ្យមានជាតិពុលដូចជាការឈប់ប្រើថ្នាំឬឈប់ផឹកស្រាជាដើមការដកចេញនៃជាតិពុលឈប់ប្រើប្រាស់ឬប៉ះពាល់សារធាតុដែលបង្កបញ្ហាការថែទាំគាំទ្រគ្រប់គ្រងរោគសញ្ញាដូចជាការព្យាបាលសម្រាប់ជំងឺខានរឿងឬនឹងការប្រើប្រាស់ថ្នាំបំបាត់រមាស់ឱសថនៅករណីខ្លះគ្រូពេទ្យអាចប្រើថ្នាំដើម្បីទប់ស្កាត់ផលប៉ះពាល់នៃជាតិពុលឬជួយឲ្យការជាសះស្បើយនៃថ្លើមល្អឡើងផ្ដួលថ្លើមឬក៏ liver transplant សម្រាប់ករណីខ្វះថ្លើមស្រួចច្រាមធ្ងន់ធ្ងរឬគ្រុនថ្លើមដំណាក់កាលចុងក្រោយចំណែកសំខាន់ប្រសិនបើអ្នកសង្ស័យថាអ្នកមានរោគសញ្ញាណាមួយនៃជំងឺថ្លើមឬធ្លាប់ប្រើប្រាស់ឱសថអាហារបំប៉នឬគ្រឿងស្រវ៉ាវក្នុងចំនួនច្រើនសូមប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ដើម្បីធ្វើរោគវិនិច្ឆ័យនិងទទួលការព្យាបាលត្រឹមត្រូវផងថាអ្នកចង់ឲ្យខ្នងស្វែងរកព័ត៌មានថែមទៀតអំពីវិធានការប្រឆាំងពីជំងឺជាតិពុលក្នុងថ្លើមដែរឬទេ